មេសិទ្ធិមនុស្សកម្ពុជាអះអាងថាការសង់ផ្ទះឲ្យជនភៀសសឹកមិនមែនទទួលស្គាល់ការបាត់បង់ទឹកដីទេទេសរដ្ឋមន្ត្រីកែវរេមីប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានអះអាងថាការសាងសង់ផ្ទះឬជំរកបណ្ដោះអាសន្នឲ្យជនភៀសសឹកមិនមែនជាការទទួលស្គាល់ការបាត់បង់ទឹកដីទេហើយរដ្ឋាភិបាលកំពុងប្រើគ្រប់យន្តការទាំងអស់ដើម្បីទាមទារទឹកដីនិងផ្ទះសម្បែងត្រឡប់មកវិញខ្លឹមសារនេះត្រូវបានឯកឧត្តមកែវរេមីសរសេរនៅលើទំព័រ Facebook នាព្រឹកថ្ងៃទី17ខែកុម្ភៈនេះដើម្បីឆ្លើយតបចំពោះមតិមួយចំនួនមិនគាំទ្ររាជរដ្ឋាភិបាលដោយចោទថារាជរដ្ឋាភិបាលទទួលស្គាល់ការបាត់បង់ទឹកដីតាមរយៈធ្វើផ្ទះឲ្យជនភៀសសឹកឯកឧត្តមបានបញ្ជាក់ដោយឈរលើទស្សនវិជ្ជាជាក់ស្ដែងថាកន្លងទៅរាជរដ្ឋាភិបាលកម្ពុជាក៏បានសរសេរលិខិតផ្លូវការជាបន្តបន្ទាប់បដិសេធមិនទទួលស្គាល់ចំពោះការឈ្លានពានទឹកដីដោយប្រើកម្លាំងពីយោធាថៃដែររាជរដ្ឋាភិបាលបាននឹងកំពុងប្រើគ្រប់យន្តការទាំងអស់ទាំងការទូតនិងផ្លូវច្បាប់ដើម្បីទាមទារទឹកដីនិងផ្ទះសម្បែងត្រឡប់មកវិញឯកឧត្តមកែវរេមីសង្កត់ធ្ងន់ថាការទាមទារនេះមិនមែនជារឿងលេងសើចដោយប្រើរយៈពេលខ្លីឬប្រើពេលមួយសប្តាហ៍ឬមួយខែបាននោះទេដូច្នេះឯកឧត្តមពន្យល់ថាបើត្រូវប្រើរយៈពេលវែងក្នុងការទាមទារទឹកដីនិងផ្ទះសម្បែងមកឲ្យប្រជាជនវិញតើត្រូវឲ្យជនភៀសសឹករបស់យើងរស់នៅក្រោមតង់កៅស៊ូរាប់សិបឆ្នាំឬរាប់ទសវត្សរ៍ឬយ៉ាងណាតើក្មេងៗរស់នៅដោយមិនបានបន្តការរៀនសូត្រតទៅទៀតដែរឬទេចំណុចនេះឯកឧត្តមចង់បញ្ជាក់ថាជាការគិតគូរយ៉ាងហ្មត់ចត់របស់រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចធិបតីឯកឧត្តមបានអះអាងថាការសាងសង់ផ្ទះឬជំរកបណ្ដោះអាសន្នឲ្យជនភៀសសឹកមិនមែនជាការទទួលស្គាល់ការបាត់បង់ទឹកដីឬផ្ទះសម្បែងដោយការឃោសនារបស់អ្នកដែលមាននិន្នាការផ្ទុយពីរាជរដ្ឋាភិបាលនោះទេតែផ្ទុយទៅវិញទឹកដីផ្ទះសម្បែងត្រូវតែតវ៉ាយកមកវិញហើយការរស់នៅរបស់បងប្អូនយើងត្រូវតែគិតគូរឲ្យបានមុនរដូវវស្សាមកដល់ចាប់តាំងពីថៃបើកការឈ្លានពានទឹកដីខ្មែរជាលើកទី2ក្នុងឆ្នាំ2025បានចូលហុំព័ទ្ធយកទឹកដីខ្មែរចំនួន14ទីតាំងចាប់តាំងពីព្រំដែនខេត្តពោធិ៍សាត់បាត់ដំបងបន្ទាយមានជ័យឧត្តរមានជ័យនិងព្រះវិហារដែលនាំឲ្យពលរដ្ឋប្រមាណ75000នាក់នៅមិនទាន់អាចត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ពួកគាត់វិញបាននៅឡើយ